ការតាប់បកិច្ចការតាប់បកិច្ចតាមន័យក្រមរដ្ឋបវេនីមានន័យថាចំណងតាមផ្លូវច្បាប់ដែលចងបុគ្គល2នាក់ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថាកូនបំណុលមានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ហៅថាម្ចាស់បំណុលការតាប់បកិច្ចតាមន័យទូទៅនៃច្បាប់មានន័យថាចំណងតាមផ្លូវច្បាប់ដែលបង្ខំឲ្យត្រូវតែធ្វើការតាប់បកិច្ច obligation រៀនដើម្បីខ្លួនយើងគ្រួសារយើងនិងប្រទេសជាតិរបស់យើងសូមអរគុណការតាប់បកិច្ចការតាប់បកិច្ចតាមន័យក្រមរដ្ឋបវេនីមានន័យថាចំណងតាមផ្លូវច្បាប់ដែលចងបុគ្គល2នាក់ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថាកូនបំណុលមានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ហៅថាម្ចាស់បំណុលការតាប់បកិច្ចតាមន័យទូទៅនៃច្បាប់មានន័យថាចំណងតាមផ្លូវច្បាប់ដែលបង្ខំឲ្យត្រូវតែធ្វើការតាប់បកិច្ច obligation រៀនដើម្បីខ្លួនយើងគ្រួសារយើងនិងប្រទេសជាតិរបស់យើងសូមអរគុណ